ណើខ្ញុំមានកិត្តិយសព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចូលរួមនៅក្នុងពិធីដ៏មហោឡារិកនាពេលនេះបាទគឺខ្ញុំរំភើបចិត្តណាស់ថ្ងៃនេះមានការលើកឡើងតំណែង Imperial Master ទី1ហើយ Grand Master 4 នាក់ព្រមទាំងមាន Royal និង Star Master Serun Master ជាច្រើនអ្នកផងដែរខ្ញុំសូមអបអរសាទរដោយស្មោះ ជាពិសេសការឡើងតំណែងរបស់ Imperial Master ទី1ក្នុងថ្ងៃនេះអាចនិយាយបានថាវាជាការបោះជំហានថ្មីមួយទៀតរបស់តូមីបើសិនជាមានក្តីសុបិនជាក់លាក់នឹងមានរឿងអ្វីទៅនឹងបានសម្រេចគោលដៅ Dream come true ណែតែតាមការសង្កេតរបស់ខ្ញុំគឺមិនអ្នកស្រីផាក់ចុងស៊ូឡើងជា Imperial Master ដល់ខ្លួនឯងនោះទេគឺដោយសារតែកម្លាំងជំរុញពីក្រោមគឺមានការជំរុញខាងក្រោមមកត្រូវអត់គាត់បានក្លាយទៅជា Imperial Master ទី1ក៏ពិតមែនតែនៅមានអ្នកដែលមានតំណែងខ្ពស់ជាងនឹងមួយរូបទៀតតើអ្នកទាំងអស់គ្នាស្គាល់គាត់អត់គាត់គឺ Superior Master លោកអគ្គនាយកបាក់ហាន់គីលដើម្បីអបអរសាទរដល់ស្ថាបនិកដែលបានបង្កើតក្រុមហ៊ុនដ៏អស្ចារ្យនេះឡាក់សូមទះដៃឲ្យខ្លាំងជូនលោកអគ្គនាយកម្ដងទៀត Royal Star Master ជាអ្នកមានរួចទៅហើយដូច្នេះ Imperial ពិបាកក្នុងការប្រើពាក្យហៅព្រោះគួរតែហៅថាមានដែរតែពាក្យថា Imperial បបប្រែថាម៉េចទៅគឺប្រែថាអធិរាជហើយពាក្យអធិរាជនេះគឺថាមិនមានទំនាក់ទំនងជាមួយយើងនោះទេព្រោះថាវាជាពាក្យដែលកើតចេញពីរឿងព្រេងរបស់ចិនជាពាក្យដែលបញ្ជាក់ពីអ្នកមានឋានៈខ្ពង់ខ្ពស់ជាងគេបង្អស់នៅក្នុងក្រុមមនុស្សឬក្នុងប្រទេសណាមួយដែលយើងអាចហៅថាជាស្ដេចក៏បានគឺក្នុងបុគ្គលដែលមានអំណាចជាងគេនៅក្នុងប្រវត្តិសាស្ត្រជាង500ឆ្នាំរបស់ចិនស្ដេចជាឈ្មោះនៃឋានៈដែលខ្ពស់ជាងគេតែក្រោយពីសម័យកាលមានការផ្លាស់ប្ដូរគេក៏នាំគ្នារិះរកនៅពាក្យដែលភាពខ្ពង់ខ្ពស់ជាងពាក្យថាស្ដេចពេលនោះស្ដេចបានដាក់បញ្ជាទៅមន្ត្រីក្រមអវាថា ចូលស្វែងរកពាក្យណាដែលពួកអ្នកគិតថាស័ក្តិសមនឹងយើងមកមន្ត្រីទាំងអស់ក៏បានបញ្ចេញមតិរៀងខ្លួនតែស្ដេចនៅតែមិនពេញចិត្តហើយបើតាមព្រាងនិទានមួយរបស់ចិនបាននិយាយពីសម័យកាលមួយដែលគ្រប់គ្រងដោយមនុស្ស8នាក់ដែល3នាក់ហៅថាហ្វាងនិង5នាក់ហៅថាជេកាលនោះគឺជាសម័យកាលនៃព្រាងនិទានមួយហ្វាងទាំង3នោះគឺមានឆុងហ្វាងជីហ្វាងហើយនិងអ៊ីហ្វាងហើយជេទាំង5នាក់នោះគឺហ្វាងជេគុកយ៉អ៊ិនគីមស៊ុនអ៊ិនគីមដែលមានឈ្មោះនៅក្នុងព្រាងនិទានដោយសារតែ3នាក់ហៅហ្វាងនិង5នាក់ហៅថាជេដូចនេះស្ដេចឲ្យគេហៅខ្លួនឯងថាហ្វាងជេដែលមានន័យថាអត្តរាជដូចនេះពាក្យថាអត្តរាជវាមានទំនាក់ទំនងទៅនឹងព្រាងនិទានរបស់ចិនសួរថាសម្រាប់ប្រវត្តិសាស្ត្រកូរ៉េស្ដេចដែលមានអំណាចហៅថាដូចម្ដេចទៅហៅថាទេវាំងដែលមានន័យថាព្រះរាជាឬហៅថាព្រះបរមរាជាហើយខ្ញុំដឹងថាមានទស្សនវិទូមួយចំនួនបានធ្វើការសិក្សាពាក្យថាទេវាំងនេះជាលទ្ធផលពួកគេសន្និដ្ឋានថាស្ដេចដែលមានអំណាចនៅក្នុងសម័យស៊ីឡានិងសម័យពេកេត្រូវហៅថាទេវាំង
แต่เนื้อตัวมีบากรุมมาสเตอร์จิสดาชายนุอิมพอรีมาสเตอร์ก็ตรีตะขพวกจึงนินติอาถาอัตเตอรีโดยแต่ขยมบอสไลไม่นั่งอาจยี่บานถาอัตเตอรีพระจงสู้บานป่งริวิสารพิบดอกอจ้าระบอกก่อนโดยนิกวาสาสมนะนึ่งต่อตัวบ้านนึกกาดาชโมถาอัตเตอรีในขนงอาโตมินิกามินก็ดีสบันเจแล้วนุประกอบจิตตัวบานจุกจีตรึกีสนทานรุ่ยสายตาหายตามระยะกาสาวจิวปนตายมันกรอนตะกึดถาขยมหนึ่งจับโยกได้สบันคลาติจิอิมพาริมัสเตอร์หายไอคลาติจิอิมพาริมัสเตอร์บานุทีกามินก็ได้สบันเจและคือตรึสเสดในขนงนิดกัดถาในจีวิตนู่เนี่ยหนึ่งกำนัดบ้านกูได้คือตรึกำนัดกูได้โดยนี่ไอสอใส่ก็ได้สบันเจและดะในขนมนิดกระฐานในชีวิตบังการบ้านกูได้ให้กูได้นุคือเหมือนเมนกาคลายแต่เจียอิมพาเรียพลิมนุเตคือตรึกำนัดวิตตามดำนักกาลถ้าเป็นนาคลายแต่เจียได้มุนหายเป็นนาคลายแต่จีสตาร์มาสเตอร์คือถือกาบายใจแบบนู้เนี่ยหนึ่งบ้านนึกกำรูมุยให้ถือกาอนุวัตตามกำรูนู้เนี่ยหนึ่งสำหรับบ้านเนี่ยก็ได้สบันบ้าสนเจนเนี่ยกรอนแต่มีก็ได้สบันให้มันอนุวัตนู้วิกรอนตายจะได้สมัยตายปนมันจะโกดาวนู้เต้โดยนี่กาสอเซนิกฐานในชีวิตคือจะกาตั้งจัดตรึแต่คำพลังดำใบคลายแต่เจียอิมพาริมัสเตอร์หายบากาตั้งจัดนี่มาสอบนี่จะตามอาแค่สัมปันจิเนี่ยนู้เนี่ยหนังงี้โจจังกาสเซนิกฐานในชีวิตนังถือเอาเนี่ยกฐานเนี่ยประกอบจะไอถือบ้านปลุกวิจิกาถือกิจสนยาจำพวกคลุนไอมวยเมื่อในถาบ่ายืงถือกาสนยาจำมวยคลุนไอเจียประจำนังถือเอาสมาร์ในกาตั้งจัดนังอาแค่สัมปันจิเนี่ยมีนตื่นได้สอบเคลียเป็นนุตุใบจะมีอุปสรรคอย่างน่าก็อาจอดทนบานได้โดยนิกาแบ่งใจกูได้ติดตามดำนักกาคือจะเรื่องสำคัญขนงกาเพื่อเอาได้สบันคลาจิกาเป็นให้ขนงดำนักกาแต่งนู่โดยแต่ขยมบานจำริบมันอาตริพระจงสู้บานล้างดอยสาวรุ่นปีกราวมันเป็นล้างดอยคลุนไอนุติดำไม่จะตุบางการรุ่นปีกราวนู่เปลือกาทำมาปุลมุยคือทำมาปุลเตียตีนได้จะทำมาปุลเตียนโยกาโจรรวมปีมนุษย์จิตรบ่าวในยี่อ่อยงี้คือพิบจะตีหรือหมวยอาจอ่อยเฮาถาคือจีเนี่ยดึกนมทำมาปุลจะทิ้งพิบจะตีนึ่งพิบจีเนี่ยดึกนมวิการจึงมาพินาเนื้อปีลมีนทำมาปุลจะตีนู่เวียนคลาแต่เจียพิบจะตีหายเวียนฟืออ่อยเนี่ยมีนพิบจีเนี่ยดึกนมหายสตองด่าในการบังการทำมาปุลจะตีพิบจะตีนึ่งพิบจีเนี่ยดึกนมกลมหุ่นบานบังการรุ่ยหายยื่นกรอนแต่อนุวัตตามคือรุ่ยจิตใส่หายสตองด่านุคือจิตปิสลากระบอกกลมหุ่นเคลียติมุยในปิสลากนุเจียไวเตอร์ยิงโซดรุมเคลียก็รุบมนุษย์ถั่วอัตในเคลียธาก็รุบมนุษย์ถั่วอัตในเคลียธาก็รุบมนุษย์ถั่วขยมบ่อสายเมียนปีมวยคือมันยกเนี่ยดอดตีทัวจิตนอนดำใบประจ้อยระบอกล้วนในนี่สำคัญนะมวยเตียดคือเตยทัวจงเวอได้มันกบอดสติสัมปัญญ์เนี่ยคือเตยทัวเอาไว้ติดตามสติสัมปัญญ์เนี่ยในขนมอาตุมีเอาไว้ได้สำคัญนุคือตัดขาดมันเตยยกเนี่ยดอดตีจิตนอนดำใบชปูแต่การโกได้ระบอกล้วนเลยได้กูจังออกสไตล์สำคัญเหมือนกรอนแต่งใหญ่ทารวมคณีดำไปพิบจุกจี้รวมคณีอ่อยรู้แต่ปิมวดให้ขนมจัดบาจะยกปุกเก้จิชนวนดำไปกูได้ระบอกขลุ่นนู่เต้ทำมาปุลจะติ้งมันอายกาดล้างบานเต้คือมีแต่บัดบังตำลุกจัดโดยนี่เวียสำคัญครั้งนะบรรตัวปีเคลียก็รบมนุษย์ทัวเคลียมันตัวทำไมเต้คือไก่ชนายกำเนิด
ឃ្លានេះក៏មានអត្ថន័យពីរផងដែរមួយគឺបង្កើតនៅចក្ខុវិស័យមួយទៀតគឺការសម្រេចចិត្តដ៏ត្រឹមត្រូវមួយចក្ខុវិស័យគឺក្តីសម្បិនភាសាអង់គ្លេសថា dream ការកែច្នៃគំនិតគឺនៅត្រង់នេះគឺត្រូវបង្កើតក្តីសម្បិនដ៏ជាក់លាក់មួយហើយយកវាទៅសរសេរនៅក្នុងនិតកថានៃជីវិតដើម្បីបង្កើតបានភាពជោគជ័យមួយបន្ទាប់មកគឺបែងចែកវាទៅតាមដំណាក់កាលហើយធ្វើការអនុវត្តទៅតាមគម្រោងនោះនិងសម្រេចទៅតាមគំនិតរបស់យើងជាមិនខានទេបានន័យថាពាក្យស្លោកបានកំណត់ស្តង់ដាររួចទៅហើយគ្រាន់តែអនុវត្តទៅបានហើយឃ្លាទី3គេថាយ៉ាងម៉េចទៅគឺត្រូវឲ្យមានជំនឿវាមានអត្ថន័យត្រូវមានជំនឿចិត្តថាអ្នកនឹងក្លាយទៅជា Imperial Master រយៈពេលប៉ុន្មានឆ្នាំបើយើងមើលពីការសន្និដ្ឋានរបស់អ្នកប្រាជ្ញមិនមែនគ្រាន់តែគិតថាខ្ញុំត្រូវតែក្លាយទៅជា Imperial Master ហើយអាចទៅរួចនោះទេដាច់ខាតការតាំងចិត្តនិងអគ្គសម្បញ្ញញ្ញៈត្រូវតែមានទិសដៅស្របគ្នាពេលនោះអ្នកនឹងអាចតស៊ូជំនះបាននៅគ្រប់ឧបសគ្គគ្រប់យ៉ាងនេះហើយគឺជាអត្ថន័យនៃឃ្លាត្រូវឲ្យមានជំនឿនៅពេលដែលយើងមានចំហររឹងមាំនោះទោះបីជាមានព្យុះនៃឧបសគ្គឬក៏គេរិះគន់យ៉ាងណាក៏អ្នកទ្រាំបានទាំងអស់ឃ្លាចុងក្រោយនៃពាក្យស្លោកគឺថាយ៉ាងម៉េចទៅគឺជាការដាក់ខ្លួនការចេះដាក់ខ្លួនជាអត្ថន័យដ៏សំខាន់នៅក្នុងអាតូមីបើសិនជាមិនចេះធ្វើការដាក់ខ្លួនឲ្យទៀបទេនោះគុំថាឡើយ Imperial សូម្បីតែ Seron ឬ Master ក៏មិនអាចទៅរួចដែរវាត្រូវបានភ្ជាប់ទៅនឹងអត្ថន័យនៃឃ្លាមុនបើមិនចេះដាក់ខ្លួនទេធ្វើម៉េចអាចក៏រូបមនុស្សធម៌បានទៅបើមិនចេះដាក់ខ្លួនតើអាចប្រកាន់គោលចំហភាពជឿជាក់មិនបានទៅបើមួយថ្ងៃគិតតែពីផលប្រយោជន៍ខ្លួនឯងទាំងការដាក់ខ្លួនឲ្យទៀបទាំងគោរពមនុស្សធម៌ទាំងការកែច្នៃគំនិតទាំងការមានភាពជឿជាក់សុទ្ធតែជាកលឹះដ៏ប្រកបមួយបើសិនជាកន្លងមកគ្មានការអនុវត្តរួចនោះគេក៏មិនអាចអះអាងដូចនេះបានឡើយម្យ៉ាងទៀតការដាក់ខ្លួនជាការដែលទទួលយកនៅច្បល់របស់ដៃគូនិងចេះស្ដាប់ពីបញ្ហាដៃគូនិងចេះយោគយល់គ្នាទៅវិញទៅមកនិងចេះសហការគ្នាបានល្អនេះហើយគេហៅថាចេះដាក់ខ្លួនណោះសូមពិនិត្យមើលពាក្យស្លោកឡើងវិញយើងនឹងឃើញថាតម្លៃមនុស្សត្រូវបែងចែកជាតម្លៃកត្តាចាំបាច់និងតម្លៃនៃកត្តារងតម្លៃនៃកត្តាចាំបាច់គឺជាគោលដៅសំខាន់មួយដែលវាមិនមែនជាស្ពានចម្លងទេតែវាគឺជាគោលដៅមួយដែលអាចបង្ហាញឲ្យយើងឃើញថាជាតម្លៃមនុស្សជាតិដូច្នេះក៏លេខទៅមើលពាក្យស្លោករបស់យើងវិញទី1និយាយពីមនុស្សធម៌ដែលនោះហើយបង្ហាញពីតម្លៃនៃកត្តាចាំបាច់មនុស្សគ្រប់រូបត្រូវបានកើតមកជាមួយមនុស្សធម៌ទី2គឺជាការគិតជាកត្តាសំខាន់ភាពជឿជាក់ក៏ជាកត្តាសំខាន់ផងដែរការចេះដាក់ខ្លួនក៏ដូចគ្នាដូចនេះអត្ថន័យរួមពាក្យស្លោកគឺជាអ្វីទៅគឺបើសិនជាធ្វើការស្វែងរកនៅតម្លៃកត្តាសំខាន់នោះនឹងទទួលបានទាំងតម្លៃនៃកត្តារងផងដែរអាចនិយាយបានថាចាប់ផ្ដើមពីកត្តាសំខាន់ហើយ$50,000ដែលជាកត្តានៃកត្តារងជាចំណុចបន្ទាប់ជាងលទ្ធផលនៃការអនុវត្តនេះជាអ្វីទៅគឺជាជីវិតដែលមានតុល្យភាពមិនមែនត្រឹមតែហូបគ្រប់ឬរស់នៅតាមរយៈ$50,000នោះទេចក្ខុវិស័យចុងក្រោយបង្អស់នោះគឺជីវិតត្រូវតែមានតុល្យភាពហើយ4ចំណុចមាននៅក្នុងជីវិតដែលមានតុល្យភាពនោះក៏ត្រូវហៅថាតម្លៃនៃកត្តាសំខាន់ផងដែររស់នៅដោយមានសុភមង្គលមានការរៀនសូត្រតើការរៀនសូត្រនេះមានទីបញ្ចប់ដែរទេគ្មានទេការរៀនសូត្រនេះគឺមានតម្លៃនៃកត្តាសំខាន់នេះឯងមានក្តីស្រឡាញ់តើក្តីស្រឡាញ់មានដែនកំណត់ទេគ្មានទេតម្លៃនៃកត្តាសំខាន់ទោះបីជាប្រើយ៉ាងណាក៏មិនចេះអស់ដែរទោះបីជាប្រើយ៉ាងណាក៏មិនចេះសាបសូន្យដែរបើមានអ្នកគិតថាគាត់រៀនប៉ុណ្ណឹងគ្រប់គ្រាន់នោះគឺមិនត្រឹមត្រូវឡើយ
Einstein បាននិយាយថាគាត់កាន់តែរៀនកាន់តែឆ្ងល់ច្រើនឡើងវាជារឿងពិតទោះបីជាមានក្តីស្រឡាញ់ក៏គ្មានដែនកំណត់ដែរក្តីស្រឡាញ់កាន់តែច្រើនរឹតតែមានចិត្តស្រឡាញ់ខ្លាំងទទួលបានក្តីស្រឡាញ់កាន់តែច្រើនរឹតតែត្រូវការក្តីស្រឡាញ់បន្ថែមទៀតនេះគឺជាតម្លៃនៃកត្តាសំខាន់នៃក្តីស្រឡាញ់ទីបញ្ចប់គឺការចែករំលែកក្នុងសង្គមគឺការចែករំលែកដល់អ្នកជិតខាងយើងដល់សមាគមយើងរហូតឈានដល់ប្រទេសយើងព្រមទាំងសកលលោកទាំងមូលគ្មានទីបញ្ចប់ទេដូចនេះហើយតាមរយៈពាក្យស្លោកអាតូមីអ្នកនឹងទទួលតាមតម្លៃកត្តាសំខាន់ហើយនឹងទទួលបាន$50,000ជាកត្តារងហើយតាមរយៈ$50,000ជាកត្តារងនេះអ្នកនឹងទទួលបានជីវិតដែលមានតុល្យភាពដែលជាគោលដៅចុងក្រោយបើសិនជា$50,000គឺជាគោលដៅចុងក្រោយនោះអ្នកទទួលបានជោគជ័យដូចជា Imperial Crown និង Royal ទាំងអស់មិនចាំបាច់មកទីនេះទេពួកគាត់ប្រហែលជាកំពុងតែគេងសម្រាកនៅផ្ទះបាត់ទៅហើយព្រោះគាត់បាន$50,000រួចទៅហើយតើពួកគាត់មកចូលរួមដើម្បីជួយដៃគូរបស់គាត់ធ្វើអីព្រោះតម្លៃនៃកត្តាសំខាន់របស់មនុស្សជាតិគឺមិនចេះសាបសូន្យឡើយដែលវាបង្កើតនៅកម្លាំងក្នុងការធ្វើឲ្យមានសកម្មភាពទាំងនេះបើសិនជាតម្លៃកត្តារងនៃគោលដៅចុងក្រោយនោះពួកគាត់នឹងគិតថាខ្ញុំបាន$50,000ទៅហើយអញមិនចាំបាច់ចូលរួមជួយដៃគូស្អីទេធុញណាស់មិនដឹងទៅធ្វើសន្ទរកថាស្វាគមន៍ស្អីទេការរស់នៅដោយមានសុភមង្គលមានការរៀនសូត្រមានក្តីស្រឡាញ់និងមានការធ្វើការចែករំលែកគឺគ្មានដែនកំណត់នោះទេវាតែងតែបង្កើតឲ្យយើងមានសកម្មភាពជានិច្ចដូចនេះហើយគោលដៅគឺជាការទទួលបាន$50,000ក៏ពិតមែនចក្ខុវិស័យគឺជាជីវិតដែលមានតុល្យភាពនៅពេលយើងរស់នៅក្នុងសភាពតុល្យភាពនឹងទទួលបាននូវការគោរពរស់នៅដោយមានសុភមង្គលមានការរៀនសូត្រមានក្តីស្រឡាញ់និងមានការចែករំលែកការចែករំលែកមានដូចជាជួយដល់ដៃគូចូលរួមជាមួយនឹងអាតូមីដើម្បីមានឈ្មោះ100ឆ្នាំវាតតែធ្វើការចូលរួមហើយការជួយដល់ប្រទេសយើងគឺដូចជួយដល់ពិភពលោកដែរដូចនេះហើយវាមិនអស់នឹងគ្មានការសាបសូន្យឡើយបាទខ្ញុំសូមសរុបសេចក្តីឡើងវិញរាល់ពេលដែលយើងមានការប្រជុំតែងតែសូត្រពាក្យស្លោកសូមធ្វើឲ្យវាជ្រាបចូលសពនៅក្នុងចិត្តរបស់យើងព្រោះថាវាជាធម៌ពលមួយដែលជំរុញអ្នកទាំងអស់គ្នាឲ្យទទួលបានចំនួន$50,000បន្ទាប់ពីទទួលបាន$50,000រួចហើយនោះវានឹងនាំឲ្យយើងអាចរស់នៅក្នុងជីវិតមានតុល្យភាពដែលទទួលបានការគោរពផងដែរគឺអ្នកគ្រប់គ្នានឹងទទួលបានការគោរពចាក់ជាមិនខានខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាទទួលបានតំណែង Imperial Master គ្រប់គ្នាសូមអរគុណ